នេះគឺជាទស្សនវិជ្ជានៃការផ្សាយបន្តផ្ទាល់នៅក្នុងពិធីបើកការប្រគល់មន្ត្រីនិងចម្រៀងរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ប៉ុស្តិ៍លេខ31ដែលបានរៀបចំឡើងកាលពីរសៀលថ្ងៃទី1ខែមករាឆ្នាំ2010នៅក្នុងស្ទីឌីយោដ៏ធំនិងថ្មីស្រឡាងរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលមានទីតាំងស្ថិតនៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញពិធីនេះក៏ទទួលបានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិតកៅកំហួនទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរដ្ឋលេខាធិការក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិអនុប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍រួមជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានិងទស្សនិកជនប្រមាណជាង 1000 នាក់នៅក្នុងសន្ទរកថាបើកកម្មវិធីលោកជំទាវខឹមរ៉ានីអគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍បានគូសបញ្ជាក់ថាទូរទស្សន៍អាស៊ីអាគ្នេយ៍នាទិវាទី1មករា2010ដល់សែនជោគជ័យសិរីមង្គលនេះសូមឆ្នាំថ្មីឆ្នាំសកល2010នាំមកនៅទស្សនៈថ្មីចិត្តគំនិតថ្មីសមិទ្ធផលថ្មីសូមឆ្នាំថ្មីឆ្នាំសកលប្រែក្លាយមាតុភូមិកម្ពុជាឲ្យទៅជាអរិយប្រទេសប្រកបដោយសេចក្តីសុខសន្តិភាពនិងវិបុលភាពក្រោមការដឹកនាំដ៏ជ្រាលជ្រៅនិងជាទីគោរពដ៏ខ្ពង់ខ្ពស់របស់សម្ដេចទាំង3ពិសេសគឺសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវបងអើយអូនគេក្រំគ្រីសូមមានស្នេហាស្រីយំអើយនិតរូបស្រីកំព្រីការប្រគំតន្ត្រីនិងចម្រៀងនេះគឺជាព្រឹត្តិការណ៍ធំលើកទី2ហើយដែលស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានរៀបចំឡើងបន្ទាប់ពីការប្រគំតន្ត្រីនិងចម្រៀងលើកដំបូងដើម្បីអបអរដល់វប្បធម៌សន្តិភាពកម្ពុជាទទួលបានជោគជ័យក្រោមវត្តមានចូលរួមសម្ដែងរបស់តារាភាពយន្តអន្តរជាតិលោក Jackie Chan ហៅឈិនឡុងចំពោះការប្រគំតន្ត្រីនិងចម្រៀងនាពេលនេះធ្វើឡើងក្នុងគោលបំណងពីរយ៉ាងការប្រគំតន្ត្រីនៅថ្ងៃនេះគឺដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល2010ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ของយើងបានរៀបចំការប្រគំតន្ត្រីនេះគឺក្នុងលក្ខណៈអបអរសាទរផងប៉ុន្តែមិនតែប៉ុណ្ណោះទេគឺដើម្បីសម្ដែងជូនដល់ប្រជាពលរដ្ឋយើងដែលគាត់អាចទទួលការសប្បាយរីករាយកម្សាន្តនៅយ៉ាងហៅថ្ងៃបុណ្យជាតិនេះដែរជាថ្ងៃបុណ្យមួយសំខាន់នៅលើពិភពលោកក៏ដូចនៅប្រទេសខ្មែរយើងដែរបាទអញ្ចឹងគឺការរៀបចំនេះគឺថាយើងបានអញ្ជើញសិល្បករសិល្បការីនៅក្នុងប្រជាជាតិកម្ពុជាយើងនេះដើម្បីមកចែករំលែកនៃការសប្បាយរីករាយនឹងបាទហើយជាពិសេសគឺការលើកតម្កើងនៃសិល្បៈវប្បធម៌ខ្មែរយើងចំពោះកម្មវិធីនៅក្នុងការប្រគំតន្ត្រីនិងចម្រៀងអបអរស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល2010ក៏មានការចូលរួមសម្ដែងពីសំណាក់ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងការសម្ដែងតន្ត្រីគ្រឿងផ្លុំខ្មែរដោយអ្នកស្រីសុសសូម៉ាលីសិល្បករនីមកពីនាយកដ្ឋានសិល្បៈនិងទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈការសម្ដែងចម្រៀងចាប៉ីដងវែងដោយព្រឹទ្ធាចារ្យគង់ណៃការដើរបង្ហាញម៉ូដសម្លៀកបំពាក់បុរាណនិងសម័យដែលបង្ហាញជូនដោយកញ្ញាអ៊ុចច័ន្ទរស្មីនិងលោកជីកំហេងសម្ដៅពណ៌ស្វាយដែលប្រើសម្រាប់ថ្ងៃអង្គាររួមជាមួយនឹងការសម្ដែងរបស់សិល្បករនិងសិល្បករនីល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាប្រមាណជាង100នាក់ផងដែររួមលើកបែកតើលោកស្រីមែនឬទេទូរទស្សន៍អាស៊ីអាគ្នេយ៍ទើបតែនឹងបើកថ្មីដែលយើងប្រគំតន្ត្រីនៅក្នុងថ្ងៃនេះគឺមានការអធិកអធមមែនតែនទី1ទី2ទៀតក៏ដោយសារតែបំណាច់ឆ្នាំយើងចូលឆ្នាំ2010នោះគឺយើងសប្បាយចិត្ត
ទាំងអស់គ្នាអ្វីក៏ដោយអ្វីដែលខុសគឺអ្វីដែលមិនល្អគឺបានថយចេញពីខ្លួនយើងយកអ្វីដែលល្អសម្រាប់ឆ្នាំថ្មីនេះទូអាស៊ីឲ្យគ្នាតែងតែផ្ដល់កិត្តិយសដល់នាងខ្ញុំមានមោទនភាពណាស់ដោយសារទូអាស៊ីឲ្យគ្នាចាប់អារម្មណ៍នឹងរូបនាងខ្ញុំហើយនឹងដូចថាសិល្បករដទៃទៀតមិនថាចាស់ឬក៏ក្មេងទេទូអាស៊ីឲ្យគ្នាលោកតែងតែដល់ឱកាសដល់ក្រុមសិល្បករទាំងអស់ដែលអញ្ជើញមកស្ថានីយ៍ទូអាស៊ីអាគ្នេយ៍នេះចំពោះរូបនាងខ្ញុំផ្ទាល់មានអារម្មណ៍រំភើបនិងសប្បាយរីករាយព្រោះថាថ្ងៃនេះជាលើកទី1សម្រាប់នាងខ្ញុំក្នុងការចូលរួមសម្ដែងជា concert និងក្នុងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍អញ្ចឹងនាងខ្ញុំមានចិត្តរំភើបសប្បាយរីករាយខ្លាំងណាស់សម្រាប់ថ្ងៃនេះមានអារម្មណ៍ថារំភើបរីករាយដោយសារមិត្តសិល្បករក៏ដូចជាបងសិល្បករគ្រប់ចំនួនទាំងអស់ក៏បានចូលរួមទាំងអស់គ្នាទាំងស្រីប្រុសទាំងការបង្ហាញម៉ូដក៏ដូចជារបាំប្រពៃណីខ្មែររបស់យើងផងដែរហើយគេថាមើលទៅគេថាវាអស្ចារ្យបាទហើយមានបងប្អូនចូលរួមទស្សនាយ៉ាងច្រើនកកខ្ញុំមានសេចក្តីត្រេកអរព្រោះអីដូចថាមានបងប្អូនចូលរួមជាច្រើននិងជួយគ្រប់គ្រងដល់វិស័យសិល្បៈពួកយើងខ្ញុំទាំងអស់គ្នាមានការសប្បាយចិត្តខ្លាំងមែនទែនព្រោះអីបានឃើញប្រជាជនបងប្អូនទាំងអស់ហ្នឹងគាត់អញ្ជើញចូលរួមគ្រប់គ្រងច្រើនហើយកម្មវិធីប្រគំតន្ត្រីរបស់យើងក៏បានអញ្ជើញចូលរួមពីតារាចម្រៀងល្បីៗប្រចាំប្រជាណាចក្រកម្ពុជាយើងហើយមួយទៀតគឺយើងបានបង្ហាញឲ្យប្រជាជននៅក្នុងប្រទេសអាស៊ានទាំងអស់បានឃើញពីការដើរបង្ហាញម៉ូដរបៀបប្រពៃណីខ្មែរយើងក៏ដូចជារបៀបទាន់សម័យតាមរយៈស្ថានីយ៍ទូអាស៊ីអាគ្នេយ៍ផងដែរបដិងសារ័យស្ដាយហើយអ្វីមិនទទួលស្នេហ៍តែអូនគ្មានអំណាចអ្វីឲ្យផែនដីព្រមវិលបងវាយក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ផលិតករជើងចាស់ដែលសម្បូរបទពិសោធន៍លើកិច្ចការប្រគំតន្ត្រីបានធ្វើឲ្យគ្រប់ឈុតឆាកនៃការសម្ដែងពោរពេញដោយភាពរស់រវើកគួរឲ្យចង់ទស្សនាទាំងសិល្បករសិល្បការិនីបានខិតខំប្រឹងប្រែងបញ្ចេញទេពកោសល្យសម្ដែងផ្ទាល់ខ្លួនដើម្បីដាស់អង្រួនអារម្មណ៍ទស្សនិកជនដែលកំពុងទស្សនានៅក្នុងស្ទីឌីយោផ្ទាល់ឲ្យស្លងអារម្មណ៍ជាមួយនឹងកាយវិការរេរាំនិងបទចម្រៀងដែលបង្ហើរចេញពីក្រអូបមាត់តារាចម្រៀងទាំងឡាយប្រឡ័យឲ្យសោះសូនតែមិនអាចកំដោនដល់ថ្ងៃស្លាប់ស្នេហ៍វិលវិលរសាត់ផ្ដាច់យកបេះដូងដៃបងទាំងទ្វេចង់ថែថ្នាក់ថ្នមអូនក្នុងទ្រូងមានស្នេហ៍ពិតតែព្រមលិខិតតែឲ្យឃ្លាតព្រួតអូនរពីមួយវគ្គទៅមួយវគ្គបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយធ្វើឲ្យទស្សនិកជនដែលចូលរួមទស្សនាធ្វើការវាយតម្លៃខ្ពស់ចំពោះការប្រគំតន្ត្រីនេះការប្រគំតន្ត្រីនេះខ្ញុំមើលទៅគឺមានលក្ខណៈអស្ចារ្យដោយថាមានជាបុរាណនិងសម័យលាយបញ្ចូលគ្នាលាយនឹងវប្បធម៌ការដូចជាការអភិរក្សមួយនៃសិល្បៈរបស់យើងគឺបុរាណហើយនិងសម័យដើមទៅយើងពិតជាអស្ចារ្យណាស់ព្រោះមានតារាចម្រៀងដ៏ល្បីដែលចូលរួមនៅទីនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំភើបហើយវាជាមោទនភាពរបស់ខ្មែរដែលនៅទីនេះគេគ្រប់គ្រងវិស័យសិល្បៈទាំងអស់គ្នាខ្ញុំយល់ថាការរៀបចំល្អព្រោះថាឆាកក៏ស្អាតហើយនឹងទីតាំងហើយនឹងការរៀបចំតាំងពីក្រៅមកគឺមានសណ្ដាប់ធ្នាប់ខ្ញុំសង្កេតថាមានការភាពសប្បាយរីករាយហើយមានមនុស្សចូលរួមច្រើនជាការពិតណាស់ការរៀបចំប្រគំតន្ត្រីនិងចម្រៀងរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍បានប្រព្រឹត្តទៅដោយរលូននេះក៏ដោយសារតែមានការរៀបចំហ្វឹកហាត់ជាមុនទាំងការដឹកនាំសម្ដែងក៏ដូចជាផ្នែកបច្ចេកទេសទូទៅឧបករណ៍ភ្លើងដែលស្ថានីយ៍យើងយកមកបំពាក់នេះជាឧបករណ៍ភ្លើងដែលទើបតែផលិតចេញថ្មីដែលក្នុងប្រជាណាចក្រកម្ពុជាយើងមិនមានទូរទស្សន៍ណាប្រើទេបាទគឺប្រភេទជាអំពូលគេហៅថា LED light គឺ LED ហើយឧបករណ៍សំឡេងក៏ទំនើបដែរគឺសិតតែឧបករណ៍ដែលនាំចូលមកពីសហរដ្ឋអាមេរិកបាទហើយផ្នែកកាមេរ៉ាយើងគឺមានឧបករណ៍ច្រើនសម្រាប់ចាប់រូបភាពដូចជា chip crane dolly camera ដើម្បីយើងធ្វើការផ្លាស់ប្ដូរមុំរូបភាពផ្សាយជូនបងប្អូនទស្សនានៅរូបភាពគ្រប់ជ្រុងជ្រោយបាទនៅក្នុងស្ទូឌីយោខ្មែរអើយចូលចាំជាក់ថាតាមសាវតាជាតិខេមរាធ្លាប់តែថ្កើងទឹកដីយើងធំ
ទូលំទូលាយផ្សព្វផ្សាយរុងរឿងគេឯងតែលើកដំកើងតម្កល់ជាតិយើងចាត់ទុកឡើងជាជាតិច្បងនៅចុងបញ្ចប់នៃកម្មវិធីសម្ដែងសិល្បករសិល្បករនីទាំងអស់បានឡើងមកលើឆាកសម្ដែងហើយច្រៀងនៅចម្រៀងមួយបទដែលជាព្រះរាជនិពន្ធរបស់សម្ដេចព្រះសង្ឃរាជជួនណាតគឺបទសាវតាខ្មែរបានចេញសពសាយគ្រប់ទីទាំងអាយចុងបូពី លោកអ៊ីវ៉ាណាដែលជាផលិតករនៅក្នុងការប្រគំតន្ត្រីនិងចម្រៀងនារីត្រីនេះបានបញ្ជាក់ថាបទចម្រៀងនេះគឺដើម្បីរំលឹកទៅដល់ដួងព្រលឹងនៃវប្បធម៌ខ្មែរបទមួយដែលជាបទដួងព្រលឹងរបស់ខ្មែរយើងគឺបទគង់សាវតាខ្មែរដែលជាបទនឹងឆ្លុះបញ្ចាំងពីការរួបរวมការស្រឡាញ់គ្នាការថែរក្សានិងវប្បធម៌ប្រពៃណីរបស់ខ្មែរយើងធ្វើជាបទមួយដែលដាស់បង្រួននៅមនសិការរបស់ប្រជាជនខ្មែរឲ្យចេះស្រឡាញ់ចេះរួបរวมគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការរីកចម្រើនរុងរឿងយោងតាមប្រភពព័ត៌មានផ្លូវការចុងក្រោយបានបញ្ជាក់ឲ្យដឹងថាស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្រុងនឹងបើកសម្ពោធការផ្សាយផ្លូវការនៅថ្ងៃទី21ខែមករាឆ្នាំ2010ខាងមុខនេះក្រោមអធិបតីភាពឯកឧត្តមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយបន្ទាប់ពីនោះស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នឹងធ្វើការលើកយកកម្មវិធីប្លែកៗដែលទាក់ទងនឹងវិស័យអប់រំវប្បធម៌និងព័ត៌មានថ្មីៗមកបង្ហាញជូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដែលបាននេះខ្ញុំបានទទួលផ្លែដំណំដល់ខាងការលើកឡើងដែលមានជំនាញផ្នែកវិទ្យាការសបគ្រប់កម្មវិធីមានការក្រមប្រភេទของបទទីមានជំនាញខាងផ្នែកវិទ្យាការវិធីបាត់ខែឬសាវីបន្តខែពីពោការដាក់លើតុបាទសូមអរគុណបាទដល់